ប្រធានស្នងការកាយរដ្ឋខេត្តស្ទឹងត្រែងបានសំណេះសំណាលនឹងផ្ដាំផ្ញើជាមួយក្រុមកាយរដ្ឋជាតិកម្ពុជាខេត្តនៅរសៀលថ្ងៃទី6ខែមករាឆ្នាំ2026នៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្តលោកហៀងប៉ូលីប្រធានស្នងការកាយរដ្ឋខេត្តស្ទឹងត្រែងបានសំណេះសំណាលនឹងផ្ដាំផ្ញើជាមួយក្រុមកាយរដ្ឋជាតិកម្ពុជាខេត្តស្ទឹងត្រែងចំនួន182នាក់ពិធីនេះមានការចូលរួមពីគណៈកម្មាធិការយុវជនកាយរដ្ឋថ្នាក់ខេត្តនិងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យព្រះរាជបូជនីកិច្ចនិងវិទ្យាល័យហ៊ុនសែនស្ទឹងត្រែងនាឱកាសសំណេះសំណាលដដែលនោះលោកហៀងប៉ូលីប្រធានស្នងការកាយរដ្ឋខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាការលះបង់យ៉ាងធំធេងសម្រាប់ការងារមនុស្សធម៌ពិសេសក្មួយៗត្រូវចាំថាចលនាកាយរដ្ឋគឺរួមចំណែកក្នុងការអភិវឌ្ឍកុមារនិងយុវជនឲ្យមានសក្តានុពលពេញលេញខាងផ្លូវកាយផ្លូវបញ្ញាផ្លូវសង្គមផ្លូវចិត្តនិងផ្លូវអវេកភាពដើម្បីឲ្យក្លាយទៅជាពលរដ្ឋមានទំនួលខុសត្រូវនិងទៅជាសមាជិកសហគមន៍តាមមូលដ្ឋានរស់នៅក្នុងសហគមន៍ជាតិនិងអន្តរជាតិយុវជនកាយរដ្ឋគឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងសាលារៀនក្នុងសង្គមនិងក្លាយជាអ្នកបន្តវេនដ៏ល្អនាពេលអនាគតដូច្នេះក្មួយៗត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជានិងស្ដាប់បង្គាប់មាតាបិតាគោរពលោកគ្រូអ្នកគ្រូនិងប័ណ្ណបញ្ជាវិន័យរបស់សាលារៀនឲ្យបានខ្ជាប់ខ្ជួនដើម្បីក្លាយជាកុមារ3ល្អគឺសិស្សល្អកូនល្អមិត្តល្អនិងមិនត្រូវយកតួនាទីជាកាយរដ្ឋប្រព្រឹត្តអំពើដែលខុសច្បាប់នោះឡើយលោកប្រធានស្នងការកាយរដ្ឋខេត្តស្ទឹងត្រែងបានថ្លែងផ្ដាំផ្ញើដល់ក្មួយៗជាយុវជនកាយរដ្ឋនៃវិទ្យាល័យទាំងពីរត្រូវគោរពច្បាប់កាយរដ្ឋទាំង10ប្រការនិងអនុវត្តតាមពាក្យសច្ចាប្រណិធានរបស់កាយរដ្ឋឲ្យបានខ្ជាប់ខ្ជួនពិសេសត្រូវអនុវត្តទៅតាមពាក្យស្លោករបស់កាយរដ្ឋគឺធ្វើអំពើល្អឲ្យបានមួយក្នុងមួយថ្ងៃយ៉ាងតិចលោកបន្តថាក្មួយៗត្រូវចាំថាកាយរដ្ឋកាយគឺកាយសម្បទានិងរដ្ឋគឺអំណាចដូច្នេះសូមក្មួយៗត្រូវថែរក្សាសុខភាពឲ្យបានល្អហើយយុវជនកាយរដ្ឋត្រូវប្រកបដោយឆន្ទៈនិងលើកស្ទួយតម្លៃរបស់យុវជនព្រោះក្មួយៗជាសសរទ្រូងនៃប្រទេសជាតិប្រកបដោយចំណេះជំនាញពិតប្រាកដលើកស្ទួយកិត្យានុភាពជាតិឲ្យបានថ្កុំថ្កើងស័ក្តិសមជាយុវជនបន្តវេនដែលមានមនសិការស្នេហាជាតិមាតុភូមិនិងគោរពបូជាឲ្យអស់ពីចិត្តថ្លើមគឺជាតិសាសនាព្រះមហាក្សត្រគូបញ្ជាក់ថាសម្រាប់ខេត្តស្ទឹងត្រែងមកដល់បច្ចុប្បន្ននេះកាយរដ្ឋសរុបមានចំនួន657នាក់ក្នុងនោះកាយរដ្ឋពេញសិទ្ធចំនួន112នាក់កាយរដ្ឋត្រៀមពាក់កន្សែងចំនួន545នាក់ក្នុងនោះត្រៀមពាក់កន្សែងដល់មេដឹកនាំកាយរដ្ឋចំនួន82នាក់កាយរដ្ឋជំទង់ចំនួន263នាក់និងកាយរដ្ឋប្អូនចំនួន200នាក់ការប្រើប្រាស់គ្រឿងញៀនគឺបំផ្លាញជីវិតខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិ